ត្រាស់ហើយដើម្បីប្រកាសព្រះបន្ទូល call to preach ដើម្បីប្រកាសព្រះបន្ទូលជីវិតយើងត្រូវការព្រះបន្ទូលមនុស្សមិនអាចរស់តែគ្រប់ទាំងនំប៉័ងដែលចេញប៉ុណ្ណោះទេប៉ុន្តែមនុស្សរស់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ទ្រង់ផងបាទហ្នឹងហើយអញ្ចឹងមនុស្សមិនរស់ដោយសារនំប៉័ងប៉ុណ្ណោះទេប៉ុន្តែរស់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ទ្រង់ផងអាមែនអញ្ចឹងយើងនឹងទៅបន្តទៀតរាជសារសម្រាប់លោកទីតោះរាជសារគឺចង់បញ្ជាក់អំពីព្រះរាជសាររបស់ព្រះអង្គដែលផ្ញើទៅអ្នកបម្រើទីតោះបាទធ្វើជាអ្នកបម្រើបាទ be a servant ធ្វើជាអ្នកបម្រើអ្នកណាគេណាបម្រើកន្លែងនេះចង់មានន័យថាព្រះអង្គចង់ឲ្យគាត់ជាអ្នកធំបាទខ្ញុំអាចនិយាយថាជាអ្នកដឹកនាំជាអ្នកម្នាក់ដែលទទួលពរជាអ្នកដែលបានសេរីរុងរឿងមិនមែនជាទេសកលមិនមែនជាអ្នកបម្រើធម្មតាទេប៉ុន្តែជាអ្នកបម្រើដល់ព្រះដ៏ខ្ពស់បំផុតជាអ្នកបម្រើម្នាក់និងជាគ្រីស្ទូតម្នាក់បាទធំណាស់បាទតំណាងប្រទេសតំណាងតំណាងនិយាយរួមទៅគឺជាគ្រីស្ទូតតំណាងព្រះគ្រីស្ទបាទតំណាងព្រះគ្រីស្ទតែម្ដងបន្តទៀតពលបម្រើព្រះជាម្ចាស់តើទ្រង់ចង់ឲ្យទូលបង្គំធ្វើអ្វីនៅពេលដែលសាវកពលឃើញនៅពេលដែលសាវកពលបានជួបការអស្ចារ្យពីព្រះតើគោលបំណងដ៏ធំដែលព្រះអង្គបានទៅជួបសាវកពលគឺជាអ្វីបាទ servant of God អ្នកបម្រើព្រះបាទធ្វើជាអ្នកបម្រើព្រះជាសារព្រះធ្វើជាអ្នក preaching ជាអ្នកចែកចាយព្រះបន្ទូលព្រះអង្គពលបាននៅគ្រប់ទីកន្លែងដែលទ្រង់ដឹកនាំគាត់បាទនៅកិច្ចការចំពុក26ខ17ព្រះអង្គដឹកនាំទៅទីណាពលទៅទីនោះណាព្រះអង្គដឹកនាំឲ្យគាត់ឆ្លងកាត់ដំណាក់កាលច្រើននៅក្នុងព្រះគម្ពីរដើម្បីសម្រេចនៅមហាបេសកកម្មរបស់ព្រះដើម្បីសម្រេចឬក៏អាចថាដើម្បីជួយសង្គ្រោះណាដើម្បីជួយសង្គ្រោះដល់អ្នកដែលព្រះអង្គរៀបចំឲ្យគេបានទទួលអរគុណព្រះអង្គយើងបន្តទៀតរាជសារសម្រាប់លោកទីតោះបាទធ្វើជាបាវបម្រើដូចជាព្រះយេស៊ូវអរអ្នកបងប្អូនហើយកន្លែងនេះគឺជាព្រះបន្ទូលមួយសំខាន់ហើយជាព្រះបន្ទូលលើកទឹកចិត្តដល់ខ្ញុំដែរក្នុងស្ថានភាពមួយដ៏យើងលំបាកយើងសម្លឹងឃើញព្រះយេស៊ូវដែលព្រះអង្គទ្រង់លំបាកច្រើនជាងយើងព្រះអង្គសម្រេចបំណងប្រហារតីរបស់បិតាព្រះអង្គបានធ្វើគ្រប់សពបែបយ៉ាងព្រះអង្គបានអត់ធ្មត់ព្រះអង្គបានទ្រាំទ្រព្រះអង្គបានឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការមើលងាយដល់ពេលណាយើងជួបលំបាកពេលណាដែលយើងជួបសេចក្តីទុក្ខលំបាកសូមយើងមើលទៅព្រះយេស៊ូវគឺជាគំរូបាន be a servant like Jesus ធ្វើជាអ្នកបម្រើដូចជាព្រះយេស៊ូវនៅព្រះយេសារនេះក៏លើកទឹកចិត្តដល់ខ្ញុំជឿថាលើកទឹកចិត្តដល់អ្នកបងប្អូនដែលស្ដាប់ដូចគ្នាសូមយើងបន្តទៅទៀតនៅក្នុងព្រះគម្ពីរភីលីបចំពុក2ខ5ដល់ខ8យើងអាចបើកមើលហើយស្វែងយល់បន្ថែមទៅតើធ្វើជាអ្នកបម្រើព្រះយេស៊ូវយ៉ាងដូចម្ដេចស្វែងរកសេចក្តីល្អរបស់ព្រះមិនមែនរបស់អ្នកបាទយើងដឹងហើយថាយើងជាលេខ0ព្រោះយើងអត់មានអ្វីទេបើគ្មានព្រះអង្គជាលេខ1នៅពេលណាដែលយើងដាក់លេខ1 0នៅពីក្រោយមានតម្លៃតែបើយើងជាលេខ0ដាក់ព្រះអង្គនៅពីក្រោយវិញអត់មានតម្លៃទេពេលណាយើងបន្ទាបខ្លួនដាក់លេខ0កាន់តែច្រើនលេខ1គុណតម្លៃកាន់តែច្រើនអញ្ចឹងហើយបានជាអ្នកបម្រើដូចជាព្រះយេស៊ូវនោះ
ត្រូវការបន្ទាបខ្លួនហើយថ្វាយស្រីល្អដល់ព្រះស្វែងរកស្រីល្អរបស់ព្រះមិនមែនសម្រាប់យើងនោះទេដល់ពេលនោះគុណតម្លៃដែលព្រះអង្គប្រទានពរហើយបំរុងទុកឲ្យយើងនៅគូឋានសួគ៌ក៏កាន់តែច្រើនឡើងដើរតាមព្រះជាម្ចាស់ដោយស្ដាប់បង្គាប់មិនថាបង់ថ្លៃប៉ុន្មានឡើយអាមែនការចំណាយជីវិតយើងអ្វីដែលយើងចំណាយច្រើនបំផុតនៅក្នុងជីវិតយើងពេលខ្លះយើងគិតថាជាទ្រព្យសម្បត្តិជាធនធានប៉ុន្តែនៅកន្លែងនេះសំខាន់បំផុតដែលមនុស្សយើងមិនអាចទិញបាននោះគឺជាការចំណាយពេលវេលាઅનેបងប្អូនបើពេលវេលាផុតហើយបងប្អូនមិនអាចទិញថ្ងៃម្សិលមិញបានទេបាទមិនអាចទិញអាយុខ្លួនឯងបានទេអញ្ចឹងពេលវេលាដែលបងប្អូនកសាងជីវិតទៅរបស់អត់ប្រយោជន៍អត់មានគុណតម្លៃទេប៉ុន្តែបើយើងកសាងនៅព្រះអង្គពីព្រោះផែនដីយើងរស់នៅយើងមាន limit យើងមានកំណត់ពេលដែលយើងកើតនៅក្នុងផ្ទៃម្ដាយរបស់យើង9ខែ10ថ្ងៃអ្នកដែលមានសុខភាពល្អរស់នៅផែនដីនេះអាចរស់នៅបានរយៈពេល100ឆ្នាំឬ120ឆ្នាំប៉ុន្តែអ្នកដែលមានសុខភាពមិនល្អ30 40 50ឆ្នាំក៏គាត់បានចាក់ចេញផែនដីនេះទៅប៉ុន្តែពេលវេលាដែលមានតម្លៃបំផុតគឺជាជីវិតដ៏អស់កាលជានិច្ចនៅនគរឋានសួគ៌ជីវិតដ៏អស់កាលជានិច្ចបងប្អូនដែលជឿព្រះអង្គជីវិតដែលមានតម្លៃបំផុតគឺគ្មានពេលវេលាកំណត់បាទអញ្ចឹងការដើរតាមព្រះបន្ទូលដោយស្ដាប់បង្គាប់មិនថាបងថ្លៃប៉ុន្មានឡើយដើម្បីទទួលបានជីវិតដ៏អស់កាលជានិច្ចដែលបានមកពីទ្រង់អាមែនបាទអរគុណព្រះអង្គទ្រង់បានបន្ទាបខ្លួន be humble himself and because obedient to the point of death even the death of the cross ទ្រង់បានបន្ទាបខ្លួនស្ដាប់បង្គាប់រហូតដល់ព្រះអង្គសុគតនេះជាគំរូមួយសម្រាប់យើងជាអ្នកបម្រើព្រះអង្គបន្តទៀតធ្វើជាបាបបម្រើដូចជាព្រះយេស៊ូវយើងអាចបើកនៅបន្តនៅកិច្ចការបាទសូមអធិស្ឋានធ្វើកិច្ចការ do the work នៅព្រះគម្ពីរយ៉ូហានចំពុក13ខ16យើងអាចបើកទៅយើងមើលទៅយើងឃើញថាអ្នកបម្រើដ៏ធំជាងគេនឹងយ៉ាងដូចម្ដេចអ្នកបម្រើរបស់ព្រះយ៉ាងដូចម្ដេចព្រះអង្គមានផែនការយ៉ាងម៉េចឲ្យយើងអ្នកបម្រើយ៉ាងម៉េចទៅហើយយើងអាចនឹងសិក្សាជាមួយគ្នាយើងមើលគំរូនេះបាទអ្នកបម្រើគឺជាអ្នកដែលបន្ទាបខ្លួនបាទអ្នកបម្រើគឺជាអ្នកដែលបន្ទាបខ្លួននៅពេលដែលគេចង់បានធំជាងគេនៅខាងស្ដាំព្រះយេស៊ូវឬក៏នៅខាងឆ្វេងព្រះយេស៊ូវព្រះអង្គមានបន្ទូលយ៉ាងម៉េចមិនមែនការនោះទេមិនមែនការនោះតែព្រះអង្គឲ្យអ្នកណាទៅខាងស្ដាំខាងឆ្វេងនោះទេប៉ុន្តែព្រះអង្គមានបន្ទូលបញ្ជាក់ប្រាប់នៅព្រះគម្ពីរយ៉ូហានចំពុក13ខ16ថាម៉េចអ្នកដែលចង់ធំជាងគេគឺជាអ្នកដែលបម្រើគេបាទបម្រើគេគឺជាអ្នកគាត់នោះហើយគឺជាអ្នកដែលធំជាងគេដូចគ្នាដែរព្រះបបិតាព្រះអង្គចាត់ព្រះយេស៊ូវមកព្រះយេស៊ូវព្រះអង្គស្ដាប់បង្គាប់ព្រះអង្គបន្ទាបខ្លួនចុះចូលស្ដាប់បង្គាប់គ្រប់បែបយ៉ាងដើម្បីសម្រេចនៅគោលបំណងសូមយើងបន្តទៀតធ្វើជាអ្នកបម្រើដូចជាព្រះយេស៊ូវយើងឃើញព្រះយេស៊ូវព្រះអង្គទ្រាំលំបាកយ៉ាងណាលីឈើឆ្កាងឬនឹមបាទទឹមឈើឆ្កាង
បងប្អូនដែលធ្លាប់មានគោទឹមស្រែយើងឃើញការទឹមវាយ៉ាងម៉េចដែរយើងធ្លាប់ប្រើគោគឺត្រូវទាញត្រូវអស់យើងជាអ្នកបម្រើព្រះអង្គយើងនឹងស្គាល់ស្ថានភាពនឹងច្បាស់បាទយកចិត្តទុកដាក់ចំពោះអ្នកដទៃពេលខ្លះគេបក្សែតពេលខ្លះគេមិនចាប់អារម្មណ៍ទាំងអស់នោះមិនគួរឲ្យយើងសមនោះឬក៏មិនគួរឲ្យយើងមុំម៉ៅអសមនោះឬក៏មិនគួរឲ្យយើងមានបញ្ហាទេយើងគួរតែអាណិតយើងគួរតែមេត្តាស្រឡាញ់ដល់គាត់ពីព្រោះគាត់អត់ដឹងគាត់អត់យល់អំពីព្រះអង្គទេគាត់បក្សែតគាត់អត់ស្គាល់ដូចយើងត្រូវព្យាយាមពន្យល់ណាដូចយើងព្យាយាមពន្យល់ដូចយើងទឹមគោទឹមព្យាយាមអស់ព្យាយាមព្យួរយកចិត្តទុកដាក់ចំពោះអ្នកដទៃបាទយើងអាចនិយាយថាយកចិត្តទុកដាក់យកចិត្តទុកដាក់មិនមែនគ្រាន់តែទៅមើលថែប៉ុណ្ណោះទេត្រូវដឹងពីទុក្ខធុរៈរបស់គាត់ត្រូវយល់អំពីស្ថានភាពរបស់គាត់យើងត្រូវជួយគាត់ដោយរបៀបណាយកចិត្តទុកដាក់បាទអរគុណបន្តទៀតព្រះអង្គបញ្ជាក់ក្នុងវិញ្ញាសានេះគឺបញ្ជាក់ដដែលឲ្យយើងដឹងថាធ្វើជាអ្នកបម្រើដូចព្រះយេស៊ូវតើយើងគួរធ្វើដូចម្តេចបិទនៅព្រះគម្ពីរ1ពេត្រុសចំពុក2ខ21បានចែងថាបិទទ្រង់បានហៅអ្នករាល់គ្នាមកឯសេចក្តីនោះឯងបាទសេចក្តីនោះឯងពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរទាំងទុក្ខសម្រាប់ឲ្យយើងរាល់គ្នាដើរតាមលំអាននៃទុក្ខពេលដែលយើងមានទុក្ខមានលំបាកយើងមើលគម្ពីរហ្នឹងទៅយើងមានកម្លាំងចិត្តមកវិញអ្វីទៅដែលដូចព្រះយេស៊ូវតែយើងគួរធ្វើដូចម្តេចតោះទៅទៀតនៅព្រះគម្ពីរតេតុសចំពុក1ខ4ខ្ញុំផ្ញើមកអ្នកទីតុសជាកូនពិតតាមសេចក្តីជំនឿដែលយើងកាន់ជាមួយគ្នាសូមឲ្យអ្នកបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តមកអំពីព្រះដ៏ជាព្រះបិតាហើយអំពីព្រះយេស៊ូវគ្រីស្ទជាព្រះអង្គជាព្រះសង្គ្រោះនៃយើងរាល់គ្នាអាមែនបាទកន្លែងនេះសំខាន់ណាស់បងប្អូនហើយជាសារចុងក្រោយនៅនិស្សិតទី1នៅ season 1ចុងក្រោយដែលយើងត្រូវការបំផុតសម្រាប់យើងហើយគោលអំណងសវៈពលមានបន្ទូលទៅនាំព្រះយេសារទៅទីតុសគឺសំខាន់ដែរនៅកន្លែងហ្នឹងគឺអ្នកត្រូវការព្រះគុណខ្ញុំអ្នកបងប្អូនត្រូវការព្រះគុណផងព្រះដើម្បីស្វែងរកព្រះគុណផងព្រះអង្គបានគឺនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអ្នកត្រូវការព្រះតៃករុណាយើងមានបាបមិនអាចដោះស្រាយអំពើបាបខ្លួនឯងបានទេយើងមិនអាចទៅឋានសួគ៌ដោយកម្លាំងដោយបនព្រៃរបស់យើងទេគឺយើងបានទទួលសេចក្តីមេត្តាករុណាអ្នកត្រូវការសេចក្តីសុខសាន្តប៉ុន្តែខ្ញុំអ្នកបងប្អូនអ្នកគ្រូត្រូវការសេចក្តីសុខសាន្តប៉ុន្តែសេចក្តីសុខសាន្តពិតប្រាកដគឺនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅកាពីយូហានចំពុក10ខ10បានប្រាប់យើងអំពីចោរវាមកដើម្បីតែបំផ្លាញណាដូចដើម្បីកាប់បំផ្លាញសម្លាប់តែព្រះអង្គយាងមកដើម្បីឲ្យជីវិតបានពេញបរិបូរណ៍អាមែនសូមឲ្យអ្នកបងប្អូនថ្ងៃនេះបានទទួលព្រះពរទទួលសេចក្តីសុខសាន្តហើយព្រះគុណបរិបូរណ៍របស់ព្រះអង្គសូមឲ្យព្រះនៃសេចក្តីសុខសាន្តព្រះនៃព្រះគុណព្រះនៃមេត្តាករុណាបានបំពេញអ្នកបងប្អូនទាំងអស់គ្នាព្រមទាំងខ្ញុំនៅក្នុងព្រះគុណនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន